ខ្ញុំសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ការផ្សាយផ្ទាល់នៃកិច្ចពិភាក្សាប្រចាំថ្ងៃស្ដីអំពីសារៈសំខាន់និងផលប្រយោជន៍របស់គេហទំព័រអ៊ីនធឺណិតដែលរៀបចំដោយលោកលឹមពិសិដ្ឋដូចតទៅបាទជំរាបសួរលោកអ្នកនាងជាទីមេត្រីសូមស្វាគមន៍មកកាន់នេតិពិភាក្សាប្រចាំថ្ងៃរបស់ស្ថានីយ៍វិទ្យុអាស៊ីអាគ្នេយ៍ FM 106 MHz ប្រធានបទនៃកិច្ចពិភាក្សារបស់យើងសម្រាប់ថ្ងៃគៀននេះគឺនិយាយអំពីសារៈសំខាន់និងផលប្រយោជន៍នៃការប្រើប្រាស់គេហទំព័រតាមអ៊ីនធឺណិតហើយភ្ញៀវកិត្តិយសរបស់យើងគឺលោកហុងរតនាយកមជ្ឈមណ្ឌលជំនាញបច្ចេកវិទ្យាដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញខ្ញុំសូមជម្រាបសួរលោកហុងរតបាទជំរាបសួរលោកសិនបាទលោកហុងរត ITS Center គឺ Information Technology Skill Center ហើយខ្ញុំបានឃើញសាលារបស់លោកគឺជាសាលាទូចមួយជាមជ្ឈមណ្ឌលទូចមួយប៉ុន្តែខ្លឹមគឺផលិតនៅធនធានមនុស្សដែលមានជំនាញផ្នែកបច្ចេកវិទ្យាហើយបញ្ជូនចេញទៅធ្វើការនៅតាមស្ថាប័ននានាទាំងរដ្ឋទាំងឯកជនយើងមានកិត្តិយសខ្លាំងមែនទែនដែលលោកហុងរតបានអញ្ជើញមកកាន់បន្ទប់ផ្សាយរបស់យើងហើយក៏មានសហការីរួមគ្នាពីរូបរបស់លោកផងដែរលោកហុងរតខ្ញុំចង់សួរអំពីសាលារបស់លោកមុននឹងចូលដល់ប្រធានបទខ្ញុំចង់សួរថាមជ្ឈមណ្ឌលITS Center ហ្នឹងយើងណែចាប់ផ្ដើមពីពេលណាហើយយើងបង្រៀនមុខវិជ្ជាអីខ្លះបាទអរគុណលោកពិសិដ្ឋអញ្ចឹងខ្ញុំសូមនិយាយតាក់ទងជាមួយនឹងការចាប់ផ្ដើមរបស់មជ្ឈមណ្ឌលជំនាញ IT យើងចាប់ផ្ដើមនៅឆ្នាំ2012ហើយកាលនៅឆ្នាំ2012ហ្នឹងវាហាក់ដូចជាការព្រួយផ្ដើមដំបូងហើយក៏ដូចជាមិនសូវមានគេចាប់អារម្មណ៍ជាមួយនឹងយើងច្រើនណាហើយបន្តមកទៀតហ្នឹងឃើញថាការពេលដែលយើងចាប់ផ្ដើមហ្នឹងយើងបានផ្សាយពាណិជ្ជកម្មក៏ដូចជាការប្រើប្រាស់ទៅលើប្រព័ន្ធadvertise ផ្សេងៗក៏ដូចជា Facebook ក៏ដូចជាប្រព័ន្ធ technology ផ្សេងៗដើម្បីបញ្ជ្រាបព័ត៌មានហ្នឹងទៅឲ្យនិស្សិតដែលគាត់មានចំណាប់អារម្មណ៍ផ្នែក IT ហ្នឹងណាហើយបន្តមកទៀតឃើញថានៅរយៈពេលបន្តមកទៀតហ្នឹងឃើញកូនសិស្សគាត់ចាប់អារម្មណ៍មកច្រើនគឺតាក់ទងជាមួយនឹងផ្នែក website development ក៏ដូចជាខាងផ្នែក programming បាទគាត់ចាប់អារម្មណ៍មកច្រើនមែនទែនបច្ចុប្បន្នលោកមានគ្រូបង្រៀនជំនាញហ្នឹងប្រហែលអ្នកដែរនៅខាងខ្ញុំចែកចេញជា2 level ទី1ខាងផ្នែក professional level បាទគឺ focus ទៅលើអ្នកដែលគាត់មានបទពិសោធន៍ការងារយ៉ាងតិចពី5ឆ្នាំទៅតើតោះមួយជំនាញហ្នឹងយើងមានប្រហែលជា10នាក់ហើយគ្រូបង្រៀនបាទជាគ្រូបង្រៀនប៉ុន្តែការងាររបស់គាត់គឺជាការងារ part time បាទហើយបើពាក់ព័ន្ធជាមួយនឹងការបង្រៀនពីការ start up beginner ហើយយើងមាននៅក្នុងនោះមានប្រហែលជា15នាក់ដែលគាត់មានជំនាញខាងផ្នែកហ្នឹងបាទលោកហុងរតណែសាលា ITS Center មជ្ឈមណ្ឌល ITS Center ដែលយើងថា Information Technology Skill Center របស់លោកមានទីតាំងនៅម្ដុំសំណង់12នៅសង្កាត់ទឹកល្អអញ្ចឹងទេណាបាទផ្ទះលេខ 5B ផ្លូវលេខ265សង្កាត់ទឹកល្អ3ចិត្តផ្សារសំណង់12បាទបើសិនជាយើងទៅដល់សំណង់12ប្រកាសជាពិបាករកបន្តិចប៉ុន្តែតាមផ្លូវទៅកាន់សំណង់12ហ្នឹងមានផ្លូវមួយបត់ឆ្វេងគេមានផ្លាកដាក់ពីមុខហើយណាបាទហ្នឹងហើយខ្ញុំស្គាល់សាលាលោកមិនមែនដោយសារតែការធ្វើដំណើរកាត់ទៅសំណង់12ទេគឺខ្ញុំស្គាល់សាលារបស់លោកតាមរយៈ web page តាមរយៈខ្មែរ24ដែលប្រហែលជាសមាជិករបស់លោកឬរូបលោកបានចូលទៅផ្សាយនៅក្នុងខ្មែរ24ហើយខ្ញុំចាប់ផ្ដើមធ្វើទំនាក់ទំនងជាមួយនឹងសហការីរបស់លោកបាទហើយខ្ញុំចាប់ផ្ដើមស្គាល់សាលាហ្នឹងហើយខ្ញុំចាប់អារម្មណ៍មែនទែនទៅលើជំនាញនៃការបង្រៀន web page ឥឡូវយើងចូលមកកាន់ប្រធានបទរបស់យើងនិយាយអំពីសារៈសំខាន់និងផលប្រយោជន៍នៃការប្រើប្រាស់គេហទំព័រតាមអ៊ីនធឺណិតសំណួរដំបូងរបស់ខ្ញុំទៅកាន់លោកហុងរតគឺសួរថាតើហេតុអ្វីបានជាក្រុមហ៊ុនមួយឬអង្គការមួយត្រូវមាន website ផ្ទាល់ខ្លួនរបស់ខ្លួនត្រូវមានគេហទំព័រផ្ទាល់ខ្លួនរបស់ខ្លួនបាទអរគុណលោកពិសិដ្ឋអញ្ចឹងខ្ញុំសូមលើកយកតាក់ទងជាមួយនឹងគេហៅថាពេលដែលយើង set up ក្រុមហ៊ុនមួយណា
ឃើញថាតើយើងមានមធ្យោបាយណាខ្លះដើម្បីឲ្យគេស្គាល់ក្រុមហ៊ុនយើងគេស្គាល់តាមមធ្យោបាយណា បាទទេ បើតាមតែយើងអង្គុយទៅនិយាយប្រាប់គេតើយើងបានជួបគេអញ្ចឹងយើងមិនសូវជាមានលទ្ធភាពទៅបានជួបគេទេអញ្ចឹងកាលពីដំបូងឡើយមុនទៅពេលដែលយើងមាន website ហ្នឹងគេក៏មានមធ្យោបាយច្រើនដែរក៏ដូចជាការធ្វើជា poster ធ្វើជា booklet ធ្វើជា advertise paper ផ្សេងៗ បាទទេ ប៉ុន្តែពេលដែលគាត់ធ្វើអញ្ចឹងទៅវាហាក់ដូចជាពិបាកនឹងការចែក ចំណាយពេលចំណាយមនុស្ស បាទ បាទ គាត់ហាក់ដូចជាត្រូវការចំណាយមនុស្សចំណាយពេលដើម្បីទៅចែកព័ត៌មានហ្នឹងទៅឲ្យដល់ហើយណាមួយទៀតកាលណាយើងធ្វើទៅលើกระดาษបែបហ្នឹងនៅពេលដែលយើងមានព័ត៌មានឬមួយក៏ event នៃថ្មីដែលយើងចង់ add ចូលយើងពិបាកនឹងការ add ណា បាទទេបាទតើតែផលិតថ្មីទៀត បាទ ហ្នឹងហើយ អញ្ចឹងឃើញថាប្រហែលឆ្នាំក្រោយមកគេចាប់ផ្ដើមចាប់អារម្មណ៍ទៅលើការធ្វើ website ពីព្រោះការធ្វើ website ហ្នឹងនិយាយទៅវាបើយើងនិយាយមួយម៉ាត់ពាក្យខ្មែរក្នុងពាក្យមួយគេហៅថា dynamic ណា បាទទេ dynamic information អញ្ចឹងពេលហ្នឹងយើងឧទាហរណ៍ថាឥឡូវយើងធ្វើ website មួយយើងអាចផ្សាយពាណិជ្ជកម្មឬមួយក៏ផ្សព្វផ្សាយព័ត៌មានទាក់ទងជាមួយនឹង service របស់ក្រុមហ៊ុនយើងទាក់ទងជាមួយនឹងគោលនយោបាយរបស់ក្រុមហ៊ុនយើងទាក់ទងជាមួយនឹង event ផ្សេងៗដែលយើងចង់ប្រកាសចេញទៅខាងក្រៅហើយណាមួយលទ្ធភាពរបស់វាគឺទូលំទូលាយមែនតើឲ្យតែកន្លែងណាដែលគាត់មាន internet access គាត់ស្គាល់ web address របស់យើងគាត់អាច access បានគាត់អាចមើលព័ត៌មានរបស់យើងបានហើយកាលណាយើងមានព័ត៌មានឲ្យ update យើងអាចផុសបញ្ចូលទៅក្នុង website របស់យើងបាន បាទទេបាទ បាទ បាទអរគុណលោករតឥឡូវយើងងាកទៅនិយាយអំពីដំណើរការនិងការអភិវឌ្ឍទៅលើផ្នែកគេហទំព័រហ្នឹងដែលយោងទៅតាមបទពិសោធន៍របស់លោកជាច្រើនឆ្នាំកន្លងមកតើលោកវាតម្លៃបែបណាថាតើក្រុមហ៊ុនមួយត្រូវបង្កើត website របស់ខ្លួនតាមរបៀបណាបាទ បាទអញ្ចឹងខ្ញុំសូមបែងចែកសំណួរបបងចេញជា2 បាទទេ ទី1គឺតាក់ទងជាមួយជំហាននៃការបង្កើត website ទី2ទៀតថាតើការប្រើ resource យ៉ាងម៉េចថាប្រើ resource ខាងក្នុងឬមួយក៏ប្រើ resource ខាងក្រៅដើម្បីនឹងការបង្កើត website ហ្នឹងអញ្ចឹងទី1ខ្ញុំសូមបកមកវិញតាក់ទងជាមួយនឹងជំហាននៃការបង្កើត website ប្រសិនបើឲ្យខ្ញុំជាអ្នកបង្កើត website ទី1នៅពេលដែលមានក្រុមហ៊ុនមួយដែលគាត់តំណែងមកខ្ញុំសួរខ្ញុំថាតើខ្ញុំចង់បាន website មួយតែខ្ញុំត្រូវធ្វើយ៉ាងម៉េចអញ្ចឹងខ្ញុំប្រកាសជាសុំទៅមើលក្រុមហ៊ុនគាត់ដែរ បាទទេ តើក្រុមហ៊ុនគាត់ហ្នឹងទី1ខ្ញុំ focus សំខាន់ទៅលើអត្តសញ្ញាណរបស់ក្រុមហ៊ុនរបស់គាត់ឧទាហរណ៍ដូចជា color ឧទាហរណ៍ដូចជា profile ផ្សេងពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនរបស់គាត់ brand name logo អីគាត់ណា បាទពីព្រោះនៅលើ website យើងនិយាយមួយម៉ាត់ដែលថា design ពាក្យថា design យើងត្រូវគិតពីអាហ្នឹងឯងព្រោះធម្មតាក្រុមហ៊ុនមួយគាត់មានឧទាហរណ៍តែបន្តិចទៅមួយ color ទៅចុះcolor របស់ក្រុមហ៊ុនគាត់ប្រើពណ៌ខៀវអញ្ចឹងការ design website យើងក៏ត្រូវ focus ទៅលើពណ៌ខៀវនឹងដែរមួយទៀតគឺតាក់ទងជាមួយនឹងការ investigate ទៅលើព័ត៌មាននិយាយថាជាព័ត៌មានសំខាន់ដែលយើងចង់ឲ្យអតិថិជនរបស់យើងឃើញព្រោះនៅលើ website វាពិតតែយើងអាចដាក់អីក៏បានដែរយើងទៅសេបានច្រើនប៉ុន្តែយើងក៏គួរសម្រួចទៅលើព័ត៌មានរបស់យើងនឹងជាព័ត៌មានសំខាន់ដែលជា main core business របស់យើងទៅឲ្យខាងអតិថិជនរបស់យើងបានឃើញ បាទបាទ មួយទៀតគឺតាក់ទងជាមួយនឹងថាតើការប្រើ resource ខាងក្នុងឬខាងក្រៅអញ្ចឹងនៅការ development website កាលពីមុននិយាយកាលពីឆ្នាំខ្ញុំរាប់ពីឆ្នាំ2012មកចុះតាំងពីខ្ញុំចាប់ដើមធ្វើ service នឹងទៅចុះឃើញថាពីមុនពេលដែលយើងសួរក្រុមហ៊ុនមួយថាតើគាត់មាន website ហើយឬមួយក៏នៅតែគាត់ឆ្លើយថាមានប៉ុន្តែភាគច្រើនគាត់ប្រើ resource ខាងក្នុងរបស់គាត់ដើម្បី develop អញ្ចឹងការប្រើ resource ខាងក្នុងយើងមើលទៅវិញថាទី1ថាតើ resource របស់គាត់នឹងមានជំនាញច្បាស់លាស់ផ្នែកហ្នឹងហើយឬមួយក៏នៅទី2តកតងជាមួយនឹង budget តែគាត់ប្រើប្រមាណធម្មតាដែលយើងប្រើ resource ខាងក្នុងនិយាយថាឥឡូវយើងជួលបុគ្គលិកម្នាក់ទី1យើងត្រូវគិតពីប្រាក់ខែយើងអាចគិតពី insurance របស់គាត់យើងអាចគិតតាំងពី space យើងអាចគិតតាំងពី internet សម្ភារៈប្រើប្រាស់របស់គាត់ផ្សេងចុះបើសិនជាយើងប្រើ resource ខាងក្រៅវិញថាវាខុសគ្នាយ៉ាងម៉េចយើងអាចទិញ service package របស់គេទាំង service development ទាំង service តាក់ទងជាមួយនឹង maintenance
vậy tới cái đôi chia resort bảo dương chứ còn tha dương miền thì khoai mình ấy dương bỏ được cái phở ở dương hay bà dương prip thiệp tại tông chỉ mỗi đường bát chết nó cứ ca pra resort hàng cao cứ tại trường ngay ca pra resort hàng nòng បាទលោកហុងផលមានប្រសាសន៍ថាមានប្រសាសន៍តាក់ទងទៅនឹងការចំណាយគឺថាបើសិនជាយើងជួលខាងក្រៅឃើញថាអស់ប្រាក់តិចជាងការជួលឬក៏ការជួលមនុស្សដែលមានជំនាញផ្នែកIT មកធ្វើការនៅខាងក្នុងអញ្ចឹងហ្នឹងហើយពូអ្វីដែលខ្ញុំយល់ឃើញមួយទៀតហ្នឹងគឺការប្រើ resource ខាងក្រៅគេមានជំនាញច្បាស់លាស់បាទទេបើឥឡូវទៀតថាយើងជួលក្រុមហ៊ុនមួយដែលជំនាញខាង website បាទអញ្ចឹងគេមិនមែនជំនាញខាង website ទេគេមានជំនាញខាងធ្វើ website គេមានជំនាញខាង graphic design គេមានជំនាញខាងថាធ្វើយ៉ាងម៉េចឲ្យ website យើងជា website មួយដែលល្អចង់និយាយតាក់ទងជាមួយនឹងការ search ទៅលើ Google ការ search ទៅលើអីតាក់ទងជាមួយនឹង top rank នៅក្នុងភាសា website ភាសាបច្ចេកទេសយើងហៅ search engine optimization ណាបាទទេបាទហើយមួយទៀតតាក់ទងជាមួយ security level ពូធម្មតាបើសិនជានៅក្រុមហ៊ុនគេមានជំនាញផ្នែកហ្នឹងជាមនុស្សផ្សេងគ្នាហើយដល់ពេលយើងមួយទៀតថាឥឡូវយើងមានបុគ្គលិកតែម្នាក់សួរថាឲ្យគាត់ focus ទៅលើជំនាញទាំង4ទាំង5ហ្នឹងបើយើងវិភាគឡើងវិញថាតើមួយណាល្អជាងបាទទេបាទលោកផលឥឡូវយើងបន្តទៅសំទោសលោករតបាទយើងបន្តទៅនិយាយអំពីយុវជនហើយនឹងប្រព័ន្ធគេហៅ social media ប្រព័ន្ធព័ត៌មានសង្គមដែលមានការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហ្នឹងរួមទាំង website ហ្នឹងផងតើលោកមើលឃើញថាយុវជនកម្ពុជាបច្ចុប្បន្នជាពិសេសអេរយាប័តរបស់ពួកគាត់មានទំនោរទៅរកការប្រើបច្ចេកវិទ្យានឹងក្នុងកម្រិតណាដែរបងតើតងជាមួយនឹងយុវជនជាមួយនឹងបច្ចេកវិទ្យាផ្នែក IT អញ្ចឹងយើងមើលទៅវិញថាតើឥឡូវខ្ញុំលើកយកតែ Facebook មួយទៅចុះយកមកនិយាយពីរឿងហ្នឹងទៅចុះថាតើឥឡូវហ្នឹងយុវជនទាំងអស់បើយើងមើលណាបាទទេបើយើងមើលគាត់កាន់ទូរស័ព្ទដៃទំនើបហ្នឹងមួយណាក៏មាន Facebook account ដែរអញ្ចឹងកន្លែងហ្នឹងគឺគាត់ adopt ខ្លួនទៅលើការប្រើប្រាស់ website ហើយនឹង technology ហ្នឹងបាត់ទៅហើយឥឡូវបើយើងមើលទៅតាមសាលាផ្សេងរាល់ document ទាំងអស់គាត់ឥឡូវគាត់ហាក់ដូចជាគាត់ដាក់ឡើងទៅលើគេហទំព័រអស់ហើយបាទទេសូម្បីតែការ manage ទៅលើ assignment ការ manage ទៅលើអីផ្សេងគាត់ដាក់ឡើងទៅលើwebsite របស់គាត់អស់បាត់ហើយបាទអញ្ចឹងឃើញថាបើយើងនិយាយទៅថាស្ទើរតែទាំងអស់ហើយតាក់ទងជាមួយនឹងយុវជនដែលគាត់ adopt ទៅលើ website និង technology ហ្នឹងបាទទេឥឡូវខ្ញុំសួរ specific មួយថាចំពោះប្រព័ន្ធ social media គាត់ប្រើហើយគាត់ប្រើ Facebook ទៅអីប៉ុន្តែខ្ញុំគាត់សម្គាល់ឃើញថាក្នុងចំណោមអ្នកដែលប្រើ Facebook Face A ហ្នឹងគាត់អ្នកខ្លះអត់មាន web page របស់ខ្លួនទេគាត់ប៉ុន្តែយុវជនខ្លះគាត់ចេះប្រើ blog ប៉ុន្តែយុវជនខ្លះទៀតគាត់ប្រើតែ Facebook ទេដោយសារតែ Facebook ឥឡូវនេះវាទៅជាប្រព័ន្ធ social media ទូទៅដែលអ្នកណាក៏ដឹងអ្នកណាក៏ស្គាល់គាត់ប្រើតែមួយហ្នឹងទេប៉ុន្តែរឿងថាជា home page សម្រាប់បុគ្គលគាត់ឬក៏គាត់ត្រៀមខ្លួនសម្រាប់ធ្វើការផ្នែក website ហ្នឹងតើលោកមើលឃើញយុវជនចូលរួមក្នុងកម្រិតណាដែរអញ្ចឹងខ្ញុំសូមបកទៅក្រោយវិញតិចថាតើការបង្កើត website ដើម្បីគោលបំណងអីភាគច្រើននៃការបង្កើត website គឺដើម្បីគោលបំណងបម្រើទៅលើ business និងការផ្សាយពាណិជ្ជកម្មទៅលើស្ថាប័នរបស់ខ្លួនហើយដល់ពេលគាត់ជាយុវជនអញ្ចឹងគាត់ដូចជាគ្មានអីត្រូវគាត់ផ្សាយពាណិជ្ជកម្មទៅលើ website ផ្ទាល់ខ្លួនណាបាទទេបាទប៉ុន្តែសម្រាប់ Facebook page ហ្នឹងជារឿងមួយផ្សេងដែលការនិយាយយើងនិយាយចេះថាជា entertainment របស់គាត់ជាការកម្សាន្តរបស់គាត់ណាបាទហ្នឹងគាត់មានក៏វាភាសាដែរព្រោះសិនតែ technology បើសិនតែយើងចេះប្រើវាឲ្យមានប្រយោជន៍វាមានប្រយោជន៍សម្រាប់ communication បាទទេលោកសម្លឹងមើលឃើញទីផ្សារការងារច្រើនទេលើវិស័យ web page បច្ចុប្បន្ននេះបើសិនជាយុវជនយើងគាត់រៀនខាងជំនាញ IT ជាពិសេសខាង web design ហ្នឹងតើទីផ្សារការងារយ៉ាងម៉េចដែរបច្ចុប្បន្ននេះតកតងជាមួយនឹងទីផ្សារការងាររបស់ IT ជាធម្មតាបើសិនជាក្រុមហ៊ុនភាគច្រើនគាត់ចាប់ផ្ដើមគិតពីរឿងហ្នឹងវាត្រូវការតម្រូវការធនធានមនុស្សជារឿងធម្មតាហើយពីព្រោះបើយើងសម្លឹងមើលបច្ចុប្បន្ននេះក្រុមហ៊ុនមួយពេលគាត់ចាប់ផ្ដើមដំបូងឡើយភ្លាមគាត់ចាប់ផ្ដើម set up ភ្លាមគាត់គិតពីរឿងហ្នឹងភ្លាម ក
គាត់គិតពីរឿង website គាត់គិតពីរឿង software គាត់គិតពីរឿង technology នឹងភ្លាមតែម្ដងគាត់សឹងតែដាក់ថា priority ទី1ផងណា បាទទេ អូអីអញ្ចឹងដល់កាលណាគាត់ដាក់អាហ្នឹងជា priority គាត់ត្រូវការធនធានមនុស្សដើម្បី support ការងារហ្នឹងហើយបើយើងមើលទៅកាន់ក្រុមហ៊ុនទាំងអស់ដែលគាត់ឥឡូវខ្ញុំបកមើលទៅលើគេហទំព័រជ្រើសរើសបុគ្គលិកផ្នែកផ្សាយពាណិជ្ជកម្មជ្រើសរើសបុគ្គលិកណានៅក្នុងចំណោម10 advertise ហ្នឹងយើងឃើញមានប្រហែលជា3ទៅហើយដែលជ្រើសរើសផ្នែកខាង IT ហ្នឹងបាទ បាទទេបាទ អរគុណច្រើនលោករតឥឡូវយើងទៅលើកសំណួរតាក់ទងទៅនឹងបញ្ហា business ហើយនឹង home page ឬក៏ web page គឺអាជីវកម្មហើយនឹងការប្រើប្រាស់គេហទំព័រដោយផ្អែកទៅលើបទពិសោធន៍របស់យើងតើលោកមើលឃើញថាស្ថានភាពបច្ចុប្បន្ននេះការប្រើប្រាស់ប្រព័ន្ធការប្រើប្រាស់គេហទំព័រដោយក្រុមហ៊ុនសាជីវកម្មក្តីក្រុមហ៊ុនឯកជនឯកកម្មសិទ្ធិសហកម្មសិទ្ធិក្តីតើវាមានកំណើនយ៉ាងម៉េចការប្រែប្រួលយ៉ាងម៉េចបើប្រៀបធៀបទៅនឹងរយៈពេលប្រហែលឆ្នាំមុនយើងថាមកទសវត្សរ៍មុនចុះ10ឆ្នាំមុនឬ12ឆ្នាំមុនចុះ បាទផ្អែកតាមបទពិសោធន៍ខ្ញុំបងសួរដល់10ឆ្នាំមុនដូចជាពិបាកឆ្លើយបន្តិចបើសិនណាសួរពីត្រឹមតែខ្ញុំចាប់ដើម start up មក បាទអញ្ចឹងក៏បានដែរតើឥឡូវយើងចាប់ផ្ដើមនិយាយពីឆ្នាំ2012មកដល់2016អញ្ចឹងខ្ញុំគ្រាន់តែលើកតាក់ទងជាមួយនឹងខាង service របស់ខាងខ្ញុំទៅចុះខ្ញុំមិនសូមមិនលើកទៅលើ service របស់គេខាងគេផ្សេងព្រោះ service របស់ខាងយើងមានតួលេខច្បាស់លាស់កាលពីមុនឡើយ service នៅក្នុងឆ្នាំ2012យើងឃើញថាក្នុងមួយឆ្នាំយើងអាចរកអតិថិជនផ្នែក website ហ្នឹងបានប្រហែលជា10ទៅ15ទៅប៉ុណ្ណឹងហើយបើតាក់ទងជាមួយនឹងការចោះធ្វើការផ្សាយពាណិជ្ជកម្មក៏ដូចជាការ call តំណែងដើម្បីបញ្ជ្រាបចំណេះដឹងផ្នែក website ហ្នឹងដើម្បីអតិថិជនរបស់យើងគាត់យល់ហើយគាត់ចាប់ផ្ដើមធ្វើ website រៀបចំ website ហ្នឹងគឺហាក់ដូចជាតិចមែនទែននៅក្នុងចំណោម100ក្រុមហ៊ុនដែលយើង call តំណែងគាត់ដែលចុះទៅជួបគាត់ហ្នឹងបានប្រហែលជាយើងថាមានប្រហែលជា10ដែលគាត់ចាប់អារម្មណ៍ទៅលើ website ហ្នឹងទៅចុះបាទទេហើយនៅក្នុងហ្នឹងបើយើង estimate ទៅលើចំនួនដែលយើងទទួលបានប្រហែលជា2ក្រុមហ៊ុនដែលគាត់នឹងធ្វើហើយធ្វើទាំងដូចថាចិត្តមិនសូវចង់ទៅទៀត បាទគេថាមិនតាន់សូវជឿជាក់លើប្រព័ន្ធ technology មែនតើណាបាទទេប៉ុន្តែបើប្រៀបធៀបមកដល់បច្ចុប្បន្ននេះវិញយើងមិនបាច់ចាំ call ទៅគាត់ទេគាត់ call មកយើងរក website តែម្ដងបាទគាត់ call មកគាត់ថាគាត់ចង់បាន website មួយតែម្ដងគាត់សុំឲ្យយើងចុះទៅមើលតែម្ដងថាតើ website គួរតែធ្វើមិនជួយពិភាក្សាឲ្យយោបល់គាត់ទៅវិញបាទហើយទន្ទឹមនឹងហ្នឹងយើងក៏មានការតំណែងទៅកាន់អតិថិជនផ្សេងដែលគាត់មិន call មកយើងទេប៉ុន្តែហាក់ដូចជាមានការចាប់អារម្មណ៍ច្រើនដល់ពេលយើងនិយាយហ្នឹងគឺគាត់សុំយើងឲ្យទៅបញ្យល់គាត់តែម្ដងសុំយើងឲ្យទៅបញ្យល់ថាតើអាហ្នឹងវាយ៉ាងម៉េចវាជួយអីបានខ្លះហើយឥឡូវហ្នឹងបើក្រុមហ៊ុនចិត្តគាត់ competitor របស់គាត់គេមានអត់ហើយហ្នឹងអញ្ចឹងតើគាត់គួរតែមានឬមួយក៏អត់ឥឡូវសួររឿងលោករតវិញនៅពេលដែលគេអញ្ជើញទៅអញ្ចឹងយើងឆាតសេវាពិគ្រោះយោបល់ទេនៅពេលដែលក្រុមហ៊ុនអញ្ជើញយើងតាក់ទងជាមួយនឹងសេវាពិគ្រោះយោបល់កន្លងមកតាំងពីយើងចាប់ start up មកដូចជាមិនដែលទេយើងទៅបញ្យល់គេយ៉ាងមកចង់ឲ្យគេយល់បាទទី1 vision របស់យើងទី1យើងចង់បាន service ហើយប៉ុន្តែយើងក៏ចង់ឲ្យប្រទេសយើងនឹងអាចឈានចូលទីផ្សារប្រកួតប្រជែងនៅថ្ងៃខាងមុខបានដែរព្រោះបើយើងតលេចមើលប្រទេសជិតខាងរបស់យើងគាត់មានសឹងតែទាំងអស់ហើយសូម្បីតែ business ខ្នាតតូចខ្នាតធំគេមាន website ទាំងអស់ហើយអញ្ចឹងយើងចង់ឃើញប្រទេសយើងមាន website អញ្ចឹងដែរយ៉ាងហោចបើគាត់មិនមាន website ក៏គាត់ដឹងថា website ហ្នឹងអីគេដែរបាទខ្ញុំអរគុណលោកហុងរតឥឡូវនេះយើងឈានទៅដល់សំណួរទី5របស់យើងគឺយើងនិយាយអំពីប្រព័ន្ធបច្ចេកវិទ្យាហើយនិងទីផ្សារ marketing IT ហើយនិង marketing តើលោកអាចបញ្យល់បានទេថា marketing គេធ្វើសំទោសហត់ហើយអ្នកធ្វើ marketing អ្នកធ្វើសេវាទីផ្សារហ្នឹងគាត់ធ្វើដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាតាមរបៀបណាខ្លះបាទឃើញផ្អែកតាមបទពិសោធន៍ខ្ញុំក្នុងរយៈពេលប្រហែលឆ្នាំហ្នឹងហើយនិយាយទៅយើងក៏បានប្រើប្រាស់ផ្ទាល់ខ្លួនឯងដែរតាក់ទងជាមួយនឹងការប្រើប្រាស់វិស័យ technology តាក់ទងជាមួយនឹងការផ្សាយពាណិជ្ជកម្មផ្សេងដើម្បីបញ្ជ្រាបព័ត៌មានរបស់ក្រុមហ៊ុនសេវាកម្មយើងទៅឲ្យ client យើងឃើញ
ទី1តកតងជាមួយនឹងរឿងខ្ញុំលើក social media មុនទៅចុះ បាទទេ ហ្នឹងគឺភាគច្រើនគាត់វាយលុកទៅលើខាង social media ហ្នឹងមុនគេហើយFacebook គឺជាកន្លែងមួយដែលគាត់ងាយនឹងការធ្វើ advertise ហើយចំ target ដែលគាត់ចង់បានព្រោះបើយើងគិតថា Facebook ឥឡូវដូចជាស្រុកខ្មែរយើងដូចជាឡើងជាង1លាន account ណា Facebook ហ្នឹង បាទទេ ហើយ ហើយខ្ញុំបាទឃើញមានយុវជនមួយចំនួនគាត់បាក់ទៅបង្កើតការរកស៊ីលក់អីវ៉ាន់ទៅតាមប្រព័ន្ធអ៊ីនធឺណិតប្រព័ន្ធ Facebook អីចឹងដូចជាគាត់នាំសម្ភារបំពាក់ពីហុងកុងពីថៃ បាទ គ្រឿងកោបអីចឹង យើងមើលទៅឃើញថាវាចំណេញមែនទែន បាទទេ បើសិនទៅទៀតថាឥឡូវយើងចំណាយទៅលើ Facebook ព្រោះ Facebook គាត់មាន rate របស់គាត់ណាគេ rate មួយថ្ងៃ$10 $1 $100 ប៉ុន្តែបើសិនតែយើងបែរជាជួលមនុស្សឲ្យទៅចាយផ្សាយពាណិជ្ជកម្មវិញតើយើងទៅផ្សាយនៅកន្លែងណាយើងផ្សាយនៅណាប៉ុន្តែ Facebook គឺគាត់មាន target audience ច្បាស់លាស់ឧទាហរណ៍ឥឡូវខ្ញុំចង់ផ្សាយពាណិជ្ជកម្មរបស់ខ្ញុំឲ្យទៅអ្នកដែលមានអាយុពី18ទៅ25ខ្ញុំអាចកំណត់បានខ្ញុំចង់ផ្សាយទៅហ្នឹងគឺខាងអ្នកដែលនៅភ្នំពេញឬមួយក៏នៅខេត្តសៀមរាបឬមួយក៏នៅខាងខេត្តកពតឬមួយក៏នៅសេនុវិលខ្ញុំអាចជ្រើសរើសបានខ្ញុំអាចជ្រើសរើសថាតើខ្ញុំផ្សាយពាណិជ្ជកម្មហ្នឹងមនុស្ស level ណាដែលខ្ញុំចង់ផ្សាយពាណិជ្ជកម្មទៅ feel អីឬណាខ្ញុំផ្សាយទៅភាគច្រើនគឺអ្នកខាង information technology រៀនថាខាងខ្ញុំតែម្ដងទៅខ្ញុំប្រើ Facebook ខ្ញុំផ្សាយម្ដងគឺភាគច្រើនខ្ញុំផ្សាយទៅលើអ្នកដែលមានអាយុពី18ទៅ25ហ្នឹងគឺ target របស់ខ្ញុំកូនសិស្សហើយ បាទទេ ខ្ញុំអត់ជ្រើសរើសថាភេទប្រុសភេទស្រីព្រោះភេទប្រុសភេទស្រីក៏នៅតែសិស្សដែរ បាទទេ ហើយបន្តមកទៀតហ្នឹងគឺខ្ញុំ focus ទៅលើអ្នកដែលនៅភ្នំពេញតែម្ដងបាទ បាទឥឡូវយើងបន្តទៀតលោកវិទ្យាសាស្ត្រទី1គឺប្រព័ន្ធ social media ហើយទី2ជាអ្វីដែរ ឃើញមួយទៀតដែលក្រុមហ៊ុនភាគច្រើនក៏ធ្លាប់ប្រើបើអញ្ចឹងវិញយើងមើលនៅលើ email របស់យើងប្រហែលជាធ្លាប់ឃើញជួនកាលឃើញ email មួយគេផ្សាយពាណិជ្ជកម្មមកថាអូគេមានបរិញ្ញានេះគេមានលក់នេះលក់នោះហ្នឹងដែលយើងហៅថា mail subscriber service ប៉ុន្តែប្រភេទហ្នឹងវាជាប្រភេទមួយទៀតប៉ុន្តែយើងត្រូវបង់លុយឲ្យគេយើងត្រូវទិញ service គេបើទៀតថាឥឡូវយើងចង់បញ្ជូនព័ត៌មានយើងប៉ុន្តែយើងក៏អាច select audience បានដូចគ្នា បាទទេ បើទៀតថាឥឡូវខ្ញុំ select audience របស់ខ្ញុំខាងក្រុមហ៊ុន Testor អញ្ចឹងគេនឹង select យក contact list អ្នកដែលនៅក្រុមហ៊ុន Testor ខ្ញុំចង់ផ្សាយចេញទៅប្រមាណទៀតថាឥឡូវចំនួន 10000 email ឬមួយចំនួន 100,000 email គេនឹង select មកឲ្យ អាហ្នឹងគេមានក្រុមហ៊ុនគេអ្នករកស៊ីខាងហ្នឹងហ្មង បាទគេ អ្នកមាន contact list ចឹងសម្រាប់ផ្ញើសម្រាប់អីចឹងហ្មងណា បាទ បាទអាហ្នឹងemail subscriber ខ្ញុំឆ្ងល់ពីរឿងមួយរឿង subscriber ហ្នឹងខ្ញុំឃើញមាន YouTube គេផុសដាក់រឿងឬក៏ចម្រៀងពិសេសរឿងណា បាទរឿង account ឬក៏រឿងវីដេអូអីចឹងហើយគេដាក់ subscriber គេដាក់អញ្ចឹងអាហ្នឹងមានពាក់ព័ន្ធទៅអ្វីដែលលោកលើកឡើងដែរទេ នៅក្នុង YouTube វាគ្រាន់តែធម្មតាពេលដែលយើងបើក YouTube វា load វានៅក្នុង YouTube ហ្នឹងវាមាន movie ច្រើន បាទទេ movie វារាប់កោតលានណាយើងមិនអាចរាប់បានទេណា បាទទេ ប៉ុន្តែសំខាន់ថាតើវីដេអូមួយណាដែលវាគួរទៅនៅលើគេសម្រាប់យើងអញ្ចឹងបើសិនជាយើងចូល subscriber channel របស់ខាងpage មួយរបស់ YouTube ហ្នឹងណាបើវីដេអូមួយណា បាទទេ អញ្ចឹងរាល់ពេលដែលមានអី relate ជាមួយនឹង channel ហ្នឹងវានឹងរុញយើងឡើងវានឹងរុញវីដេអូដែលតាក់ទងហ្នឹងឡើងទៅលើឲ្យយើងងាយស្រួលក្នុងការស្វែងរក បាទទេ ហើយអញ្ចឹងក៏ដូចជានៅក្នុង YouTube ព្រោះបងសួរមិញគឺ ដូចផ្សេងគ្នាណា បាទខ្ញុំហាក់ដូចជាចាប់អារម្មណ៍មួយទៀតថាឥឡូវហ្នឹងគឺក្មេងៗដែលគាត់ចាប់អារម្មណ៍ជាមួយនឹង YouTube ហ្នឹងច្រើនណាជួនកាលគាត់អាចធ្វើវីដេអូធ្វើអីខ្លួនឯង គាត់បាទ ចម្រៀងអីខ្លួនឯងគាត់ប៉ុស្តិ៍ទៅលើ YouTube អញ្ចឹងគាត់អាចរកលុយរកចំណូលទៅតាម YouTube ហ្នឹងបាន បាទទេខ្ញុំឃើញគាត់ បាទ ហ្នឹងហើយខ្ញុំឃើញ អ គាត់ ញ្ចឹងនៅក្នុង YouTube គឺទីមួយគាត់អាចដាក់តាក់ទងជាមួយនឹង AdSense Google AdSense អញ្ចឹងណាគាត់អាចរកលុយទៅតាមពេលដែលគេ click ទៅលើ AdSense ហ្នឹងមួយប៉ុន្តែមួយទៀតនៅពេលគេមើលវីដេអូនឹងច្រើនព្រោះ YouTube គាត់នឹង pay ឲ្យយើងតាក់ទងជាមួយនឹង view ចំនួន view នៅលើ គឺក្រុមហ៊ុន YouTube អ្នក pay តែម្ដង បាទ ហើយ Google ក៏ pay ដែរណោះ បើសិនតែគេ click ទៅលើពាណិជ្ជកម្មដែលមាននៅលើហ្នឹងបាទ
ប៉ុន្តែ YouTube គេអត់ទេគេគិតចំនួន click មើលអញ្ចឹង បាទចំនួន view អាហ្នឹងដូចជាងស្រួលជាងពេលពួកខ្ញុំធ្លាប់មាន website ផ្នែកព័ត៌មានយើងដាក់នេះដាក់ web ដាក់ផ្សាយពាណិជ្ជកម្មអញ្ចឹងទៅគេចូលមើលព័ត៌មានvàគេអត់នេះគេអត់ចុចលើពាណិជ្ជកម្មហ្នឹងផងអ្នកដែលមើលហ្នឹងគាត់ចាប់អារម្មណ៍ទៅលើរឿង politics រឿងអីក្នុងសង្គមអញ្ចឹងបាទកាលពីប្រហែលឆ្នាំមុនប៉ុន្តែគាត់អត់ចុចសោះទៅលើអាដេញផ្ទាំងពាណិជ្ជកម្មដែលយើងដាក់អញ្ចឹងយើងអត់ដដែលបាទប៉ុន្តែបើគេរាប់គេ count ចំនួនអ្នកដែលចូលមើលហើយជាយើងអាចបានលុយបាទលោកបានមានប្រសាសន៍ពីចំណុចហើយអ្វីមិនគឺ social media ហើយនឹង subscriber service emails ចុះចំណែកឯសារវិញ SMS តាមទូរស័ព្ទវិញអាហ្នឹងដោយឡែកពីគ្នាឬក៏ផ្សេងទៀតយើងក៏អាច count បញ្ចូលទៅផ្នែកខាង technology បានដែរពីព្រោះបើយើងនិយាយពី ICT គឺវាក្តោបសឹងតែទាំងអស់ហើយ telecommunication ហ្នឹងក៏នៅក្នុងហ្នឹងដែរអញ្ចឹង SMS ក៏គាត់អាចធ្វើតាក់ទងជាមួយនឹងរឿងsubscribe SMS subscriber marketing ហ្នឹងបានដែរខ្ញុំឧទាហរណ៍នៅក្នុងទូរស័ព្ទយើងឃើញ load message load អីមកជាការផ្សាយមេកម្មទៅលើការលក់បញ្ចុះតម្លៃអីផ្សេងហ្នឹងគឺគាត់ធ្វើតាម SMS subscriber ហ្នឹងឯងបាទសូមអរគុណឥឡូវនេះខ្ញុំមើលឃើញថាដូចជាយើងបើសិនជាយើងបង្កើត website ខ្លួនឯងជា website business បាទឧទាហរណ៍ដូចសបាយនៅប្រទេសកម្ពុជាយើងគាត់មានwebsite សបាយមួយដែលទៅសេពីតារាដែលទៅសេពីរឿងសង្គមច្រើនកីឡាអីចឹងហើយផ្ដោត focus ទៅលើយុវជនហើយមានអ្នកចូលមើលច្រើនបាទមាន website ល្បីៗជាច្រើនផ្សេងទៀតដែលខ្ញុំមិនលើកបានលើកឈ្មោះពី website ផ្នែកព័ត៌មានណាប៉ុន្តែសបាយគាត់មានវិធីធ្វើរបស់គាត់ដោយឡែកដោយគាត់ភ្ជាប់ខ្លួនគាត់ជាមួយនឹង technology ដោយសារតែប្រធានស្ថាបនិកហើយនឹងជាអ្នកដឹកនាំស្ថាប័នសបាយហ្នឹងគាត់ជាជនជាតិឥណ្ឌាហើយគាត់ជា businessman អញ្ចឹងគាត់មាន concept ផ្នែក business ផង concept ផ្នែក IT ផងនៅពេលណាដែលគាត់ចាប់ផ្ដើមចេញទៅធ្វើពាណិជ្ជកម្មក្រុមគាត់ហ្នឹងគឺគាត់តែងតែអ្នកណាដែលតាក់ទងគាត់រឿង website ណាក៏ដោយដែលតាក់ទងគាត់ចង់សហការជាមួយគាត់ត្រូវវាស់គាត់ត្រូវវាស់ចំនួនអ្នកអានអ្នកចូលមើលគាត់មាន web page របស់គាត់មួយបាទគាត់អ្នកវាស់ដឹងដូច្នេះឃើញថាផ្នែក website គេហទំព័ររបស់ខ្លួនហ្នឹងរបស់ក្រុមហ៊ុនដូចយើងនិយាយពីសំណួរដើមមកហ្នឹងគឺក៏អាចរកលុយបានដែរហើយសប្បាយគាត់រកចំណូលបានច្រើនណាតាមដែលខ្ញុំបានជួបក្រុម marketing របស់គាត់គឺគាត់រកបានច្រើនជាងអ្នកដែលមាន channel ទូទស្សន៍ទៀតបាទចំណូលរបស់គាត់បាទដូច្នេះខ្ញុំចាប់អារម្មណ៍មែនទែនហើយគាត់រហូតដើម្បីឲ្យ website របស់គាត់នឹងត្រូវបានបញ្ជ្រាបចូលទៅក្នុងអារម្មណ៍របស់អតិថិជនរបស់ម្នាក់ក្រុមគោលដៅម្នាក់គាត់សុខចិត្តចាយលុយទៀតមកចប់លុយរបស់គាត់ហ្នឹងគឺសម្រាប់តែធ្វើ marketing sell លក់ឲ្យ brand name របស់គាត់សบายហ្នឹងគាត់សុខចិត្តសហការជាមួយទូរទស្សន៍បង់លុយឲ្យគេឲ្យតែគេផ្សាយថា សបាយ .com អញ្ចឹងដូច្នេះខ្ញុំឃើញថាអាហ្នឹងក៏ជាវិធីមួយដែលអាចនឹងធ្វើ marketing តាមរយៈ website បាទអញ្ចឹងយើងបកទៅវិញថាតើប្រភេទក្រុមហ៊ុនយើងជាប្រភេទក្រុមហ៊ុនប្រភេទអីបាទទេបើសិនជាយើងជាក្រុមហ៊ុនគ្រាន់តែយើងចង់ផ្សាយព័ត៌មានឬមួយ service យើងទៅលើ website អាហ្នឹងយើងពិបាកក្នុងការរកចំណូលទៅតាម website ឬមួយក៏ធ្វើ advertise ទៅតាម website យើងបន្តិចពីព្រោះអតិថិជនរបស់យើងទាល់តែគាត់ដឹង web address ដឹងអីហើយយើងវាមិនសូវ popular អញ្ចឹងណាបាទទេអញ្ចឹងគេពិបាកក្នុងការរកយើងបន្តិចប៉ុន្តែបើដូច website សបាយគាត់ចុះព័ត៌មានរាល់ថ្ងៃអញ្ចឹងអ្នកដែលមើលព័ត៌មានហ្នឹងគឺស្គាល់គាត់ដែរឧទាហរណ៍មួយទៀតដូច website ខ្មែរ24ដែលគាត់ធ្វើតាក់ទងជាមួយនឹងការលក់ផលិតផលអីផ្សេងបាទដូចជាព័ត៌មានដែរគាត់ព័ត៌មានគាត់លក់ដូរណាចង់ទិញផ្ទះបាទគាត់លក់ដូរគាត់ផ្សាយពាណិជ្ជកម្មអីចឹងអញ្ចឹងគេឃើញច្រើនអញ្ចឹងដល់ពេលហ្នឹងគឺគាត់អាចយើងក៏ដូចយើងដែរថាឥឡូវក្រុមហ៊ុនខ្ញុំឬ IT center របស់ខ្ញុំចង់ឲ្យគេស្គាល់ខ្ញុំច្រើនខ្ញុំអាចទិញសាយណាមួយនៅលើ page របស់ខ្មែរ24ឬមួយសបាយដើម្បីផ្សាយពាណិជ្ជកម្មបាទខ្ញុំសូមអរគុណលោកផលខ្ញុំចាប់អារម្មណ៍មួយទៀតប៉ុន្តែបដោយសារពេលវេលាខ្លីខ្ញុំគ្រាន់តែរំលេចបញ្ហាគឺខ្ញុំចាប់អារម្មណ៍ទៅនឹង website មួយនៅប្រទេសចិនដែលគាត់អត់រកស៊ីធ្វើព័ត៌មានទេប៉ុន្តែគាត់លក់អង្គលក់មាសលក់ពេជ្រលក់ស្អីទាំងអស់តាម website ទាំងអស់ឲ្យក្រុមហ៊ុនធំនាំគ្នាចូលទៅទុំនៅលើ website គាត់ទាំងអស់គឺ website alibaba.com របស់លោកចាក់ម៉ាដែលជាមហាសេដ្ឋីមួយនៅប្រទេសចិន
បាទ បាទដូច្នេះនេះជាការបង្ហាញទៅប្រិយមិត្តអ្នកស្ដាប់ថាវិស័យ IT នេះគឺមិនធម្មតាទេ បាទ អាចនឹងជួយលោកអ្នកឲ្យអាចប្រកបរបររកទទួលទានបានចំណូលច្រើន បាទ បើសិនជាយើងចេះពិតប្រាកដបាទ បាទ បាទដោយសារពេលវេលាយើងបានឈានដល់ទីបញ្ចប់ហើយខ្ញុំបាទលំពិសិដ្ឋហើយនឹងលោកហុងរតក៏សូមជម្រាបលាលោកអ្នកនាងតែត្រឹមប៉ុណ្ណេះយើងនឹងជួបគ្នានៅពេលក្រោយទៀតសូមអរគុណលោកហុងរត បាទបាទសូមអរគុណ